រវាងអាជីវកម្មដែលមាន KPI និងអាជីវកម្មអត់ KPI គឺវាខុសគ្នាអាជីវកម្មអត់ KPI វាត្រូវការម្ចាស់អាជីវកម្មហ្នឹងបញ្ជាជារៀងរាល់ថ្ងៃបើសិនជាម្ចាស់អាជីវកម្មគាត់សប្បាយរីករាយនៅក្នុងការបញ្ជារាល់ថ្ងៃអង្គុយធ្វើរាល់ថ្ងៃអង្គុយមើលរាល់ពេលអាហ្នឹងអត់អីទេគាត់មិនបាច់មាន KPI ក៏បានដែរ KPI គឺចេញពីមាត់របស់គាត់ប៉ុន្តែសួរថាយើងទាំងអស់គ្នាយើងចង់ធ្វើអញ្ចឹងអត់តើយើងជាម្ចាស់អាជីវកម្មមានប៉ុន្មានអ្នកសម្រាប់ operate អាជីវកម្មហ្នឹងហើយអញ្ចឹងយើងត្រូវការមាន KPI មួយសម្រាប់បោះវែងនៅពេលដែលយើងមានមនុស្សច្រើនយើងមានបុគ្គលិកហើយជាពិសេសគឺយើងចង់ឲ្យអាជីវកម្មរបស់យើងរឹងមាំទោះបីជាយើងសម្រាមក៏ដោយក៏អាជីវកម្មរបស់យើងហ្នឹងក៏គាត់នៅតែដើរដែរដោយសារអីអាជីវកម្មហ្នឹងគឺត្រូវបានត្រាយបានន័យថាបើកបរនឹងដឹកនាំដោយវិធីសាស្ត្រមួយគឺ KPI ចេញពីម្ចាស់អាជីវកម្មអញ្ចឹងមិនចេះឆ្ងល់ឡើងមិនបាទអាជីវកម្មរបស់គេហ្នឹងគេធ្វើទៅដូចតំណងដែរជាពិសេសអាជីវកម្មគេមកពីបរទេសហេតុអីបានតំណងម៉េចតំណងអីបើគេសិត KPI មុនពេលគេបោះលុយចូលមកក្នុងវិនិយោគគឺគេមាន KPI រួចហើយដោយឡែកយើងអ្នកនៅក្នុងស្រុកភាគច្រើនយើងធ្វើសិនទៅ KPI ចាំក្រោយអញ្ចឹងមិនទាន់បានធំហងក្រុមហ៊ុនដេកទៅវិញបាត់ទេតើបានសិត KPI ក្រុមហ៊ុនដេកបាត់ទៅវិញបាត់ទៅហើយរងការប្រកួតប្រជែងច្រើនដោយសារអីយើងអត់មានអ្វីវាស់វែងយើងអត់មានយុទ្ធសាស្ត្រសម្រាប់ការពារខ្លួនឯងណាចាតោះអញ្ចឹងបន្ទាប់ពីយើងមាន smart KPI ហើយការសរសេរ KPI ត្រូវតែមាននិមិត្តសញ្ញាត្រូវភ្ជាប់ដោយនិមិត្តសញ្ញា3លក្ខណៈសម្បត្តិរបស់ KPI កាលណា KPI គឺវាស់វែងតែ3មានលក្ខណៈ3ប្រភេទទេវាស់វែងជាទឹកលុយវាស់វែងជាចំនួនហើយនិងវាស់វែងជាភាគរយអញ្ចឹងណាចាអញ្ចឹងបើសិនជា KPI ហ្នឹងវាស់វែងជាទឹកលុយគឺត្រូវដាក់និមិត្តសញ្ញាជាទឹកលុយនៅពីមុខដូចនៅក្នុងសរសេរក្នុងឧទាហរណ៍អញ្ចឹងបើវាស់វែងជាគម្រោងវាស់វែងជាចំនួនអតិថិជនវាស់វែងជាចំនួនកញ្ចប់វាស់វែងជាអឺគេហៅថាចំនួនទឹកប្រាក់មិនមែនទឹកប្រាក់ចំនួនបងដែលយើងគិតឲ្យអតិថិជនហ្នឹងគឺដាក់សញ្ញាធំធុនៅពីមុខហើយបើសិនជាយើងវាស់វែងជាការពេញចិត្តឬក៏ជាអត្រាយើងដាក់ភាគរយនៅពីមុខដែលតម្រូវមានផលធៀបអញ្ចឹង KPI គឺមានលក្ខណៈ3យ៉ាងហ្នឹង